បន្ទាប់ពីយើងបានបញ្ចប់នៅក្នុងវីដេអូទី1ត្រង់ជំពូកទី1ឥឡូវយើងចូលមកដល់ជំពូកទី2ដែលនិយាយអំពីកំណើតព្រះសុវណ្ណសាមអញ្ចឹងនៅត្រង់ចំណុចដំបូងនេះលោកបាននិទានអំពីទុគលកុមារនិងនាងបារិកាក្នុងកាលកន្លងបាត់ស្ងាត់យូរលង់ណាស់មកហើយមានអ្នកស្រុកនេសាទពីរមួយនៅត្រើយខាងអាយមួយនៅត្រើយខាងនាយមិនឆ្ងាយប៉ុន្មានអំពីក្រុងពីរេណសីក្នុងស្រុកនីមួយមានត្រកូលនេសាទ500និងមានប្រធាននេសាទម្នាក់ក្នុងស្រុកនីមួយនោះប្រធាននេសាទទាំងពីរបានជាសម្លាញ់នឹងគ្នាតាំងពីនៅកំឡោះបានធ្វើសេចក្តីបដិញ្ញានឹងគ្នាយ៉ាងប្រកបប្រជាថាបណ្ដាលយើងទាំងពីរនាក់បើនរណាម្នាក់បានកូនស្រីហើយម្នាក់ទៀតបានកូនប្រុសយើងនឹងធ្វើដន្លងនឹងគ្នារៀបអាពាហ៍ពិពាហ៍ឲ្យកូនយើងទាំងពីរបានគ្នាជាភរិយាស្វាមីចំណេរកាលតមកប្រធានស្រុកនេសាទខាងត្រើយអាយបានកូនប្រុសម្នាក់ហើយដាក់ឈ្មោះថាទុគលៈព្រោះក្នុងពេលកើតមកកូននោះគេទទួលបានសម្ពុតសាច់ល្អចំណែកខាងប្រពន្ធរបស់ប្រធាននេសាទនៅត្រើយខាងនាយឯនេះវិញបានកូនស្រីម្នាក់ហើយដាក់ឈ្មោះថាបារិកាព្រោះហេតុតែនាងកើតនៅខាងត្រើយនាយនៃស្ទឹងកូនទាំងពីរនោះមានរូបល្អក្រៃលែងសម្បុរដូចមាសគួរជាទីជ្រះថ្លានៃចិត្តរបស់មនុស្សផងទាំងពួងកូនទាំងពីរនោះបើទុកជាកើតក្នុងត្រកូលអ្នកនេសាទក៏ដោយតែអ្នកទាំងពីរពុំបានធ្វើអំពើបាណាតិបាតគឺអំពើសម្លាប់សត្វបន្តិចបន្តួចណាឡើយចំណេរកាលក្រោយមកពេលទុគលកុមារគ្រប់អាយុ16ឆ្នាំម្ដាយឪពុកសួរចិត្តគេថាហើយកូនសម្លាញ់ម្ដាយឪពុកគិតថានឹងស្ដីដណ្ដឹងកូនក្រមុំគេមកធ្វើជាប្រពន្ធឲ្យកូនឯងចំណែកទុគលកុមារហេតុតែជាក្មេងខ្ជិតអំពីព្រហ្មលោកខ្លួនជាសត្វបរិសុទ្ធយកដៃខ្ទប់ត្រចៀកទាំងពីរនិយាយថាខ្ញុំមិនត្រូវការគ្រប់គ្រងផ្ទះទេអ្នកម្ដាយលោកសូមលោកមេត្តាកុំនិយាយពាក្យបែបនេះអីទុគលកុមារត្រូវម្ដាយឪពុកអង្វររហូតដល់ទៅ3លើកយ៉ាងណាក៏ដោយគាត់មិនយល់ព្រមយកប្រពន្ធតាមយោបល់របស់ម្ដាយឪពុកសោះរីឯកូនក្រមុំបារិកាឯនោះវិញនាងក៏ត្រូវម្ដាយឪពុកសួរចិត្តដែរថាហើយកូនស្រីសម្លាញ់មិត្តភក្តិរបស់ម៉ែឪគេមានកូនប្រុសរូបសង្ហាសម្បុរមាសយើងនឹងលើកកូនឯងឲ្យជាភរិយារបស់បុរសនោះកូនក្រមុំបារិកាយកដៃទាំងពីរខ្ទប់ត្រចៀកនិយាយដោយកូនកំឡោះទុគលៈពីព្រោះនាងក៏ឈិតចាកព្រហ្មលោកដែរមិនមានចិត្តចង់បានការរស់នៅបែបគរិវាតាមយោបល់របស់ម្ដាយឪពុកឡើយនិយាយពីទុគលៈជាកូនកំឡោះឯនោះវិញគេបានសរសេរសម្បត្តិមួយច្បាប់ផ្ញើឲ្យកូនក្រមុំបារិកាយ៉ាងប្រញាប់ដែលសេចក្តីក្នុងសម្បត្តិនោះមានខ្លឹមសារថាហើយបារិកាប្រសិនបើនាងមានសេចក្តីប្រាថ្នាមេធនធម្មគឺការរស់នៅបែបស្វាមីភរិយាសូមនាងមេត្តាជ្រើសបុរសដទៃធ្វើជាស្វាមីចាស់ចំពោះខ្ញុំមិនមានចំណង់ក្នុងមេធនធម្មទេចំណែកនាងបារិកាក៏សរសេរសម្បត្តិមួយដែលមានលំនាំសេចក្តីដូចគ្នាផ្ញើទៅជូនកូនកំឡោះទុគលៈដែរចូលមកដល់ចំណុចនេះគឺនិយាយអំពីបារិកានិងទុគលៈទៅសាងភ្នោះគ្រានោះបើទុកជាកូនប្រុសស្រីមិនប្រាថ្នាយកគ្នាជាប្តីប្រពន្ធក៏ដោយក៏អ្នកទាំងពីរបង្ខំចិត្តរៀបអាពាហ៍ពិពាហ៍បំពេញបំណងម្ដាយឪពុកក្រោយពីរៀបការអ្នកទាំងពីរពិតមែនតែនៅជាមួយគ្នាប៉ុន្តែពុំបានលិចលង់ក្នុងសមុទ្រកិលេសតណ្ហាឡើយមើលទៅដូចជាមហាព្រហ្មទាំងពីររូបចំណែកទុគលៈមិនសម្លាប់ត្រីឬសត្វមរឹកទេដោយហោចទៅសូម្បីសាច់ដែលនាំមកស្រាប់ក៏គាត់ពុំដែលលក់ដូរដែរលំដាប់នោះម្ដាយឪពុកប្រាប់កូនថាហើយកូនឯងកើតមកក្នុងត្រកូលនេសាទមិនប្រាថ្នាការរស់នៅបែបគរិវាសមិនធ្វើអំពើសម្លាប់សត្វតើកូននឹងធ្វើការងារអ្វីកូនទាំងពីរនិយាយថាបបិទ្ធអ្នកម្ដាយលោកឪពុកបើលោកអនុញ្ញាតឲ្យខ្ញុំទាំងពីរបួស
ខ្ញុំទាំងពីរនាក់នឹងទៅសាងភ្នោះបើដូច្នោះចូលកូនទាំងពីរទៅបួសចោះម្ដាយឪពុកអនុញ្ញាតទុគលៈនិងបារិកាត្រេកអររីករាយស្រស់ស្រាយពន់ពេកក្រោយថ្វាយបង្គំលាម្ដាយឪពុកដើរចេញពីស្រុកទៅតាមឆ្នេរទន្លេគង្គាតាមលំដាប់រហូតដល់ទៅភ្នំហេមពាន្តចុះពីភ្នំហេមពាន្តដល់ស្ទឹងគង្គាដើរតាមនោះផុតពីស្ទឹងគង្គាក៏បានឆ្ពោះមុខទៅរកស្ទឹងឈ្មោះមិគសមតាចូលមកដល់ចំណុចបន្ទាប់នេះគឺនិយាយអំពីភពសកទេវរាជឡើងកម្ដៅក្នុងគណៈនោះភពរបស់ស្ដេចសកទេវរាជបញ្ចេញអាការៈក្ដៅឈួលឡើងសកទេវរាជប្រមាលមើលទៅជ្រាបនៅស្ថានភាពនោះហៅវិសកម្មទេវបុត្រមកប្រាប់ថាណែវិសកម្មទេវបុត្រជនមានគុណធ្ងន់ទាំងពីរនោះកំពុងចេញចាកចូលទៅកាន់ព្រៃហេមពាន្តការដែលពួកគេបាននៅជំរកនៅអាស្រ័យទៅគួរលោកចូលទៅនិមិត្តបណ្ណសាលានិងគ្រឿងបរិក្ខារសម្រាប់អ្នកបួសជូនតាបោះទាំងពីរក្នុងទីប្រមាណកន្លះយោជន៍ជុំវិញក្បែរស្ទឹងមិគសមតារួចហើយសឹមត្រឡប់មកវិញវិសកម្មទេវបុត្រនោះទទួលព្រះរាជបញ្ជាមកចាត់ចែងសពគ្រប់តាមន័យដោយបានចែងក្នុងទេមយជាដកគឺបានបណ្ដេញហ្វូងមរកាយកាចនិងពួកបក្សីដែលមានសម្លេងមិនជាទីកប់ចិត្តនិងនិមិត្តផ្លូវថ្មើរជើងរួចរាល់ហើយបានវិលត្រឡប់ទៅកាន់លំនៅឋានខ្លួនវិញចំណែកឯបរោះទុគលៈនិងនាងបារិកាទាំងពីររូបមើលឃើញផ្លូវនោះក៏បានដើរតាមរឿងរៀបដរាបដល់អាស្រមបទមួយទុគលៈតាបោះចូលទៅក្នុងបណ្ណសាលាមើលឃើញនៅគ្រឿងបរិក្ខាររបស់បព្វជិតដឹងថារបស់ទាំងអស់នេះគឺសកទេវរាជប្រទានដល់ខ្លួនគាត់ក៏ផ្លាស់សម្លៀកបំពាក់ក្រហោះចេញបដូរមកស្លៀកសំពត់សម្បកថ្មីពណ៌ក្រហមមួយផ្ទាំងដណ្ដប់មួយផ្ទាំងពាក់ស្បែកខ្លាឥតក្រចកឈៀងស្មាម្ខាងចងគួចសក់ជាចេដាមណ្ឌលកាន់ភេទជាឥសីរួចហើយបានប្រាប់ឲ្យនាងបារិកាស្លៀកពាក់ជាភេទអ្នកបួសដែរក្រោយពេលបួសរួចជនទាំងពីរនាក់រស់នៅក្នុងទីនោះចម្រើនមេត្តាភាវនាផ្សាយទៅក្នុងកាមាវចរភូមិដោយអានុភាពនៃមេត្តាចិត្តរបស់តាបោះទាំងពីរហ្វូងមរឹកនិងបក្សីទាំងអស់តែងមានមេត្តាចិត្តចំពោះគ្នាទៅវិញទៅមកឥតមានសត្វណាបៀតបៀនសត្វណាឡើយតាំងពីពេលនោះតាបសិណីបារិកាតែងដងទឹកឆាន់ទឹកប្រើប្រាស់មកតម្កល់ទុកបោះអាស្រមបទនិងធ្វើកិច្ចការងារទាំងឡាយទាំងពួងវេលាទៅរកអាហារជនទាំងពីរនាក់តែងដើរបណ្ដើរគ្នាទៅបេះផ្លែឈើតូចធំយកមកបរិភោគរួចចូលទៅកាន់បណ្ណសាលារៀងខ្លួនធ្វើសមណធម៌នេះគឺជារបៀបរស់នៅរបស់តាបោះទាំងពីរក្នុងទីនោះចូលមកដល់ចំណុចនេះគឺនិយាយអំពីព្រះមហាក្សត្រចាប់បដិសន្ធិសកទេវរាជតែងមកកាន់ទីឧបដ្ឋានរបស់តាបោះទាំងពីរនោះក្នុងថ្ងៃមួយលោកបានប្រមាលមើលតាមលំដាប់ក៏ឃើញនៅអន្តរាយថាតាបោះទាំងពីររូបនេះនឹងខ្វាក់ភ្នែកទាំងសងខាងទាំងពីរនាក់រួចចូលទៅរកតាបោះទុគលៈតាបោះដល់ហើយថ្វាយបង្គំរួចអង្គុយក្នុងទីដែលសមគួរពោលយ៉ាងនេះថាបបិទ្ធលោកម្ចាស់អន្តរាយនឹងមានប្រកាសដល់លោកម្ចាស់ការដែលលោកមានកូនម្នាក់គ្រាន់នឹងជួយទំនុកបំរុងបំរើទៅជាការប្រសើរចូលលោកខ្សែលោកធម៌ចាស់លំដាប់នោះទុគលៈតាបោះតបនឹងសកទេវរាជវិញថាបបិទ្ធស្ដេចសកៈថ្វីក៏ព្រះអង្គមានព្រះបន្ទូលដូច្នេះកាលអាត្មាទាំងពីរនាក់នៅជាក្រហមគ្រប់គ្រងផ្ទះនៅឡើយពើមលោកធម៌ដូចខ្ពើមគំនោលិមួកដែលមានហ្វូងដង្កូវវារវាមអញ្ចឹងចំណងបើឥឡូវនេះអាត្មាទាំងពីរនាក់ចូលមកក្នុងព្រៃបួសជាឥសីហើយតើនឹងឲ្យប្រព្រឹត្តលោកធម៌មានសភាពបែបនោះដូចម្ដេចកើតទៅគ្រានោះសកទេវរាជមានបន្ទូលនិងទុគលៈតាបោះថាបបិទ្ធលោកម្ចាស់
ប្រសិនបើលោកមិនអាចធ្វើយ៉ាងនេះកើតទេសូមលោកគ្រាន់តែយកដៃបំបោះអង្អែលផ្ចិតរបស់តាបសេនីបារិកាក្នុងពេលមានរដូវចាស់ត្រឹមប៉ុណ្ណេះអាត្មាអាចធ្វើបានទុគលតបោះយល់ព្រមសកទេវរាជថ្វាយបង្គំលាទុគលតបោះវិលទៅកាន់លំនៅឋានរបស់ព្រះអង្គនៅឯត្រៃត្រង់វិញទុគលតបោះប្រាប់ហេតុការណ៍នោះដល់តាបសេនីបារិការួចបានយកដៃបំបោះអង្អែលផ្ចិតរបស់តាបសេនីក្នុងពេលនាងមានរដូវគ្រានោះព្រះពោធិសត្វឆ្យត់ចាកទេវលោកមកចាប់បដិសន្ធិក្នុងផ្ទៃរបស់តាបសេនីបារិកា10ខែក្រោយមកតាបសេនីបានប្រសូតកូនប្រុសមួយដែលមានពណ៌សម្បុរល្អដូចមាសហេតុនោះទៅម្ដាយឪពុកដាក់ឈ្មោះឲ្យថាសុវណ្ណសាមក្នុងពេលតាបសេនីបារិកាចូលទៅក្នុងព្រៃដើម្បីរកបេះផល្លាផលកិននារីទាំងឡាយដែលនៅក្នុងព្រៃភ្នំតែងមកធ្វើកិច្ចជាមេដោះរបស់ព្រះពោធិសត្វម្ដាយឪពុកទាំងពីរនាក់តែងផ្ងួចទឹកព្រះពោធិសត្វរួចយកទៅដាក់ឲ្យដេកក្នុងបណ្ណសាលាម្នាក់ឯងហើយអ្នកទាំងពីរទៅក្នុងព្រៃរកបេះផ្លែឈើតូចធំក្នុងខណៈនោះគេណរទាំងឡាយ3កុមារសវណ្ណសាមយកទៅផ្ងួចទឹកនៅឯជ្រោះភ្នំគិរីកន្តរាជាដើមរួចបីឡើងទៅលើកំពូលភ្នំតបតែងខ្លួនប្រាណកុមារដោយផ្កាផ្សេងហើយយកហរិតាលៈមនោសិលាជាដើមមកដោះលើផ្ទាំងសិលាយកផង់មកផ្ដិតជាចំណុចត្រង់ថ្ងាសរបស់សវណ្ណសាមហើយក៏នាំចុះទៅដាក់ផ្ដេកក្នុងបណ្ណសាលាវិញចំណែកតាបសេនីបារិកាចុះត្រឡប់មកពីបេះផល្លាផលវិញតែងតែបំបៅដោះកូនចំណេរកាលតមកសុវណ្ណសាមកុមារក៏បានចម្រើនវ័យវឌ្ឍនាការដល់អាយុ16ឆ្នាំម្ដាយនិងឪពុកតែងតែបីបាច់រក្សាដោយព្រហ្មវិហារធម៌និងតែងប្រាប់ឲ្យអង្គុយក្នុងបណ្ណសាលាហើយខ្លួនឯងចូលទៅក្នុងព្រៃរកមើមឈើនិងផ្លែឈើតូចធំចំណែកឯសុវណ្ណសាមពោធិសត្វគិតក្នុងចិត្តថានៅថ្ងៃណាមួយម្ដាយឪពុកអញនឹងជួបគ្រោះថ្នាក់អ្វីមួយពុំខានគិតដូច្នោះហើយក៏កំណត់ចំណាំផ្លូវដែលម្ដាយឪពុកធ្វើដំណើរទៅនោះចូលមកដល់ចំណុចនេះគឺនិយាយអំពីម្ដាយឪពុកពោធិសត្វពិការភ្នែកតមកក្នុងថ្ងៃមួយការដែលតាបោះទាំងពីរនាក់រកមើមឈើនិងផ្លែឈើតូចធំបានហើយលុះព្រះសូរិយារសៀលទុនទាបតាបោះទាំងពីរនាក់ធ្វើដំណើរត្រឡប់មកវិញចិត្តដល់អាស្រមបទស្រាប់តែមានពពកចុះអាប់ខ្មៅងងឹតហើយបង្អុរភ្លៀងចុះយ៉ាងខ្លាំងអ្នកទាំងពីរឡើងទៅលើដំបូកឈរជ្រកនៅក្រោមដើមឈើធំមួយនៅខាងក្នុងដំបូកនោះមានសត្វអាសេរពិសមួយអាស្រ័យនៅទឹកភ្លៀងដែលស្រក់លើរូបកាយរបស់តាបោះទាំងពីរបានហូរជ្រាបចូលទៅក្នុងរូងពោះដោយទាំងក្លិនញើសទៅជាមួយផងក៏ទៅប៉ះខ្ទប់ច្រមុះអាសេរពិសបណ្ដាលឲ្យអាសេរពិសនោះខឹងឆេវហើយក៏បណ្ដេញចំហាយពិសតាមរុនច្រមុះបណ្ដាលឲ្យតាបោះទាំងពីរងងឹតភ្នែកមើលគ្នាមិនឃើញទុគលតាបោះហៅតាបសេនីបារិកាថាណែបារិកាភ្នែកខ្ញុំងងឹតទាំងសងខាងហើយខ្ញុំមើលនាងមិនឃើញទេអ្នកអើយខ្ញុំក៏អញ្ចឹងដែរបារិកាឆ្លើយតបតាបោះទាំងពីរនាក់កាលមើលផ្លូវពុំឃើញឈរនៅទីនោះយំខ្សឹបខ្សួលថាយើងលែងបានរស់តទៅទៀតហើយឥឡូវនេះចូលមកដល់ត្រង់ចំណុចនេះលោកឲ្យយើងកំណត់សម្គាល់សំណួរសួរថាតើបុព្វកម្មដូចម្ដេចដែលបណ្ដាលឲ្យតាបោះទាំងពីររូបខ្វាក់ភ្នែកនោះចម្លើយគឺឆ្លើយថាបានឮមកថាកាលពីអតីតជាតិតាបោះទាំងពីរនោះកើតក្នុងត្រកូលពេទ្យជាប្តីបានព្យាបាលរោគភ្នែករបស់បុរសម្នាក់ដែលជាមហាធនបរោះមហាធនមិនបានឲ្យទ្រព្យអ្វីបន្តិចបន្តួចដល់ពេទ្យនោះសោះលំដាប់នោះពេទ្យខឹងហើយត្រឡប់ទៅផ្ទះខ្លួនវិញប្រាប់ប្រពន្ធថាណែភៀនបងបានព្យាបាលរោគភ្នែកឲ្យបរោះម្នាក់ឥឡូវនេះគេមិនឲ្យថ្លៃឈ្នួលដល់បងទេតើយើងនឹងធ្វើដូចម្ដេចប្រពន្ធពេទ្យស្ដាប់ហើយខឹងឆេវដែរឲ្យយោបល់ដល់ប្តីថាយើងចាំបាច់ត្រូវការថ្លៃឈ្នួលពីគេធ្វើអ្វីបងផ្សំតែថ្នាំមួយមុខដាក់ឲ្យគេខ្វាក់ភ្នែកទាំងសងខាងទៅវាជាការស្រេច
ពេទ្យជាប្តីយល់ព្រមក៏ដើរទៅកាន់សំណាក់របស់បុរសមហាធនបានផ្សំថ្នាំដាក់តាមយោបល់របស់ប្រពន្ធបុរសមហាធននោះមិនយូរប៉ុន្មានក៏ខ្វាក់ភ្នែកទាំងសងខាងដោយសារបុព្វកម្មនេះទើបតែបោះទាំងពីរនោះត្រូវខ្វាក់ភ្នែកទាំងសងខាងទាំងពីរនាក់ក្នុងបច្ចុប្បន្នជាតិនេះអញ្ចឹងចូលមកដល់ចំណុចបន្ទាប់នេះគឺនិយាយអំពីសុវណ្ណសាមបម្រើម្ដាយឪពុកនិយាយពីសុវណ្ណសាមព្រះមហាក្សត្រនៃយើងវិញសេចក្ដីគិតនៅឯខ្ទមម្នាក់ឯងថាម្ដាយឪពុករបស់អញសំដងតែងតែមកក្នុងវេលានេះឥឡូវនេះអញមិនដឹងពួកគាត់មានរឿងអ្វីកើតឡើងទេអញនឹងទៅមើលផ្លូវដែលលោកទាំងពីរតែងធ្វើដំណើរសពដងមើលសុវណ្ណសាមដើរតាមផ្លូវដង្ហើយហៅខ្លាំងៗថាម៉ែពុកម៉ែពុកម្ដាយឪពុកចាំសំឡេងរបស់កូនបានក៏ស្រែកតបទៅវិញដោយសេចក្ដីស្រឡាញ់ថាហើយសុវណ្ណសាមកូនកន្លែងនេះមានគ្រោះថ្នាក់កុំចូលមកទីនេះអីណាកូនគ្រានោះសុវណ្ណសាមរកកំណាត់ឈើវែងមួយដើមហុចទៅឲ្យម្ដាយឪពុកហើយប្រាប់ពួកគាត់ថាបើអញ្ចឹងសូមលោកកាន់ចុងឈើនេះហើយដើរមករកខ្ញុំម្ដាយឪពុកក៏ចាប់ចុងឈើដើរសន្សំមករកសុវណ្ណសាមគ្រានោះសុវណ្ណសាមកុមារសួរម្ដាយឪពុកថាព្រោះហេតុអ្វីបានជាលោកទាំងពីរខ្វាក់ភ្នែកអស់យ៉ាងនេះគ្រានោះម្ដាយឪពុកប្រាប់កូនថាហើយកូនអើយនាកាលមេឃកំពុងភ្លៀងយើងនាំគ្នាមកឈរជ្រកទៀបគល់ឈើលើដំបូកនេះដោយហេតុប៉ុណ្ណេះឯងណាកូនអើយសុវណ្ណសាមគ្រាន់តែស្ដាប់សម្ដីរបស់ម្ដាយឪពុកភ្លាមយល់ច្បាស់ថាក្នុងទីនោះជាក់ជាមានអាសេរពឹសវាខឹងទៅបញ្ចេញផ្សែងតាមច្រមុះឲ្យជះចំហាយពឹសឡើងសុវណ្ណសាមសម្លឹងមើលទៅម្ដាយឪពុកស្រាប់តែយំផងសោយផងម្ដាយឪពុកសួរថាហើយកូនហេតុអ្វីបានជាអ្នកយំផងសោយផងសុវណ្ណសាមឆ្លើយថាបបិទ្ធអ្នកម្ដាយលោកឪពុកខ្ញុំយំព្រោះសោកស្ដាយភ្នែកទាំងគូរបស់លោកដែលវិនិច្ឆ័យក្នុងពេលដែលខ្ញុំនៅក្មេងយ៉ាងនេះខ្ញុំសោកព្រោះនឹកឃើញថាខ្ញុំនឹងបានទំនុកបម្រុងលោកទាំងពីរចាប់តាំងពីថ្ងៃនេះតរៀងទៅបបិទ្ធអ្នកម្ដាយលោកឪពុកលោកទាំងពីរកុំព្រួយបារម្ភអ្វីឡើយខ្ញុំនឹងផ្គត់ផ្គង់លោកទាំងពីរឲ្យអស់ពីចិត្តសុវណ្ណសាមលួងលោមម្ដាយឪពុកនាំគ្នាទាំងពីរត្រឡប់ទៅអាស្រមបទសុវណ្ណសាមក៏ចាប់ផ្ដើមចងខ្សែធ្វើស្នួរគ្រប់ទីកន្លែងគឺកន្លែងសម្រាប់វេលាយប់មួយកន្លែងសម្រាប់វេលាថ្ងៃមួយកន្លែងចង្ក្រាំមួយបណ្ណសាលាមួយវជ្ជដ្ឋានមួយវាសាវដ្ឋានមួយសម្រាប់ឲ្យម្ដាយឪពុកដើរទៅមកបានស្រួលតាំងពីពេលនោះមកសុវណ្ណសាមតែងទុកម្ដាយឪពុកឲ្យនៅក្នុងអាស្រមបទហើយខ្លួនឯងទៅរកជីកមើមឈើបេះផ្លែឈើជាដើមមកទុកក្នុងបណ្ណសាលាសម្រាប់ឲ្យម្ដាយឪពុកបរិភោគតាមសេចក្តីត្រូវការជារៀងរាល់ព្រឹកសុវណ្ណសាមកុមារតែងភ្ញាក់ពីព្រលឹមបោសសម្អាតកន្លែងរបស់ម្ដាយឪពុករួចថ្វាយបង្គំពួកគាត់កណ្ដៀនក្អមដើរចេញទៅកាន់ស្ទឹងវិកសមតាដងទឹកសម្រាប់ផឹកនិងទឹកសម្រាប់ប្រើប្រាស់យកមកតម្កល់ទុករួចជូនឈើស្ទុនទឹកលុបមុខជាដើមដល់ម្ដាយឪពុកបន្ទាប់មកជូនផ្លែឈើផ្អែមឲ្យគាត់ពិសាកាលបើម្ដាយឪពុកបរិភោគនិងខ្ពុលមាត់រួចទើបសុវណ្ណសាមបរិភោគដោយខ្លួនឯងជាខាងក្រោយរាល់ពេលដែលព្រះមហាក្សត្រចូលទៅក្នុងព្រៃរកបេះផ្លែផល្លាផលលោកតែងថ្វាយបង្គំលាម្ដាយឪពុកកាលសុវណ្ណសាមធ្វើដំណើរទៅនោះតែងមានហ្វូងម្រឹកចោមរោមដើរទៅជាមួយសុវណ្ណសាមដើរបេះផល្លាផលនៅតាមជើងភ្នំមានពួកកេណរមកចោមរោមជាបរិវារលុះដល់វេលាល្ងាចសុវណ្ណសាមត្រឡប់មកអាស្រមបទវិញកណ្ដៀតក្អមទៅដងទឹកយកមកផ្ងុចនិងលាងជើងតាមសេចក្តីត្រូវការរបស់ម្ដាយឪពុកនិងរៀបចំអំបែងភ្លើងឆ្ពង់ដៃជើងជូនលោកទាំងពីរកាលដែលលោកទាំងពីរកំពុងអង្គុយក្បែរអំបែងភ្លើងសុវណ្ណសាមតែងជូនផល្លាផលដល់លោកទាំងពីរបរិភោគពេលលោកទាំងពីរបរិភោគរួច
ទើបសុវណ្ណសាមបរិភោគដោយខ្លួនឯងជាខាងក្រោយបន្ទាប់មកបានរៀបចំទុកដាក់របស់របរមើមឈើផ្លែឈើដែលនៅសេសសល់ឲ្យមានរបៀបរៀបរយសុវណ្ណសាមកុមារតែងបម្រើម្ដាយឪពុកបែបនេះជារៀងរាល់ថ្ងៃឥឡូវយើងបានបញ្ចប់នៅក្នុងសុវណ្ណសាមជាដកត្រង់ចំពុក2ដែលនិយាយអំពីកំណើតនៃព្រះសុវណ្ណសាមរួចមកអញ្ចឹងយើងនឹងចាំបន្តទៅចំពុក3ដែលនិយាយអំពីស្ដេចបេលយៈជួបសុវណ្ណសាមអញ្ចឹងសម្រាប់ចំពុក2គឺយើងបញ្ចប់ត្រឹមប៉ុណ្ណេះ